ថ្មីស្រែទាំងអស់បងគិតថាចាក់លើជ្រៅប៉ុណ្ណាបាទចាក់លើជ្រៅប៉ុណ្ណាបើសិនជាស្រូវយើងចាក់ឬมันបានមកតែកន្លះឬពីរដុតត្រង់ទេស្រូវនឹងងាយរលំដួលហើយចុះយើងធ្វើម៉េចដើម្បីឲ្យដីយើងនឹងល្អដើម្បីឲ្យស្រូវចាក់ឬបានតើតែយើងជួយឲ្យជ្រៅđể đầu đầu chua trâu rồiខ្ញុំប្រាប់ថាវិធីការធ្វើđấyបងប្អូនធ្វើអស់ហើយនិយាយណារៀបមកស្មើមិនគឺធ្វើមួយយូរហើយដីនឹងគឺដាក់ទឹកស្រួលហើយអញ្ចឹងខ្ញុំប្រាប់សួរទៅខ្លីៗអញ្ចឹងយើងពីមុនធ្វើស្រែម្ដងឥឡូវធ្វើ2ដង3ដងម្ដងទៅបាន3តនេះក៏អាចដាក់អុយទេគឺធ្វើបានម្ដងប៉ុន្តែឥឡូវនេះ3ដងហ្នឹងយើងយក7ត8តទៀតចឹងអ្វីដែលយើងធ្វើឲ្យដីយើងទទួលបន្ទុកសួរតែយើងទិញឡាន8តឬក៏ទិញឡានការី3តបើទិញតែ8តបងមើលសាកស៊ីបងមើលកង់តែកង់សាកស៊ីនឹងវាធំហើយនៅបើសិនជាកង់នៅស្ទើរទេសាកស៊ីនៅស្ទើរទេបងមិនអាចយកបានមិនដឹកបាន8តទេចឹងបងមើលដីតែដីនឹងជីធម្មជាតិវាមាននៅក្នុងខ្លះគ្រប់ហើយនៅបើសិនជាសង្ឃឹមតាគីមីពីលើសតគេថាដាំឈើបំរុងរឹសចុះបើសិនជាបងដាក់តាជីមីទៅវិចាក់ទៅក្រមបានអត់បាននៅខាងលើឬនៅខាងលើអញ្ចឹងបន្ទាប់ពីស្រូវបែកហើយវានឹងករឹសជាពិសេស85វានឹងងាយរលំដួលបងត្រូវជួបអត់85បាទអញ្ចឹង85រលំដួលលឿនណាស់តាក់គ្រឿងនេះដួលហើយអញ្ចឹងរឹសវានៅតែខាងលើវាតាមបន្តិចវានឹងគ្រាមហើយសួររឹសនៅខាងលើរឹសនៅក្នុងដីមានអាស្វែតលឿនជាងលឿនជាងអញ្ចឹងយើងធ្វើម៉េចយើងធ្វើដីបំរុងទៅវិញដូចខ្ញុំថាដីរឹងឡានវិញវាដឹកបានប៉ុណ្ណាអញ្ចឹងបើដីយើងអត់ល្អទេវាមិនអាចដឹកដល់មក8តទេនឹង3តហ្នឹងឯងអញ្ចឹងមកយក3តស្រួលទេយើងអត់បាយចាំមកចំណាយច្រើនទេហើយបើទឹកយើងជួខ្លួនឯងទឹកមិនបាច់ទិញគេទៀតក៏នៅតែចំណេញធម្មតាទៅតាមធម្មតាវាទៅវាផងតែគេ3តទៀតបុរាណយើងយ៉ាងនេះចង់មកច្រើនទៅថែមសាក់ទីថែមស្ទាក់ថែមកងវាគ្រប់ដល់នៃថៃទៅបាទថែមទៅទៅប៉ុន្តែបើបងថែមគីមីបងនឹងបរិបូរដោយរោគពុកគីមីខ្លាំងបងបរិបូរដោយរោគទាំងបាញ់ឆ្នាំស្នេហ៍ទេអញ្ចឹងបងព្យាយាមប៉ុន្តែអ្វីដែលយើងបាញ់អញ្ចឹងចូលដល់រដូវនេះយើងអាចបាញ់បានក៏បាញ់ទៅតែបាញ់បានទៅធ្វើបាញ់ហើយទៅក៏យកនេះទៅតែបាញ់ចូលលោកបានក៏មានកន្លែងខ្លះក៏គេទូតឲ្យជ្រាំងមិនដែរល្អមិនល្អតែគេជួម្ដងទៀតឬក៏2ដងទៀតវានឹងពីគេចូលត្រូវហើយបាទជួយជ្រៅក៏ជួយច្រើនទឹកលុយច្រើនតែអ្វីដែលយើងបាញ់ឆ្នាំនៅខាងលើម្ដង100000 200000យើងអត់គិតតែជួយយើងគិតយើងថាអស់ច្រើនប៉ុន្តែបើបាញ់ឆ្នាំចាប់ពីស្រូវវែងបើរបស់ខ្ញុំខ្លះមាន3ដង4ដងម្ដងទៅ20000អស់ថ្លៃជួយច្រើនជាងទៀតអស់ច្រើនជាងថ្លៃជួយទៀតសាក់ទឹកកន្លែងនឹងវិញយើងមើលគ្រឹះវាសិនទៅទៅមកឲ្យបងព្យាយាមបាញ់ឆ្នាំសារកាត់បងព្យាយាមមកមែនទេគេមកគ្នាមកទៅតែម្ដងអញ្ចឹងយើងអត់ទេខ្ញុំអត់ទៅអញ្ចឹងទេយើងពេលដែលយើងសម្លាប់មេរោគដៃគេជ្រាំងដែលវាមាននៅក្នុងទឹកមុខទាំងអស់ហ្នឹងណាវាមុននឹងស្រូវស៊ីបានគឺវាកាច់សិនវាកាច់ឲ្យទៅជាសរីរាង្គសិនអញ្ចឹងពេលដែលយើងព្រោះយើងអត់បានធ្វើអីក៏អត់បានកាច់ទៅជាសរីរាង្គទេព្រោះយើងអត់មានអីទៅបញ្ចប់ទៅវាទេព្រោះពេលវេលាវាខ្លីជួយលោកគ្រូប្រាប់មកយើងរងចាំពេលវេលាយូរទៅវាកាច់ទៅជាសរីរាង្គបានតែបើគីមីដាក់ទៅវាកើតលៀមតែបើប្រតិកម្មរបស់យើងតែដាក់ជួបđấyវានឹងបង្កឲ្យវាលួយសិននេះវាមុនលួយទៅវាកើតអីអញ្ចឹងវាមានរោគវាមានជ្រុកស្បៃទៅបីវាកាច់បាក់រីជ្រុកស្បៃទីយើងហូបបានទេវានៅរងចាំដែរតែបើសិនជា